បន្ទាប់ពីដឹងថាមានស្ត្រីម្នាក់ដែលនាងមិនស្គាល់កំពុងតាមពីក្រោយក្មេងស្រីតូចម្នាក់នេះមិនបានភ័យស្លន់ស្លោឡើយផ្ទុយទៅវិញនាងបានដើរចូលទៅក្នុងហាងមួយភ្លាមហើយធ្វើជាចង់ទិញរបស់ប៉ុន្តែមិនយូរប៉ុន្មានស្ត្រីនោះក៏ដើរតាមចូលទៅក្នុងហាងហើយដើរត្រង់មករកនាងដំបូងស្ត្រីនោះធ្វើជាស្គាល់ក្មេងស្រីដែលអះអាងថាខ្លួនជាអ្នកចិត្តខាងហើយថែមទាំងស្នើទិញរបស់ឲ្យហើយជូននាងទៅផ្ទះប៉ុន្តែក្មេងស្រីបានដឹងភ្លាមថាមានអ្វីមួយមិនប្រក្រតីហើយបានប្រាប់ថាម្ដាយរបស់នាងកំពុងមកយកនាងនៅពេលវិធីនេះមិនបានសម្រេចស្ត្រីនោះបានបដូររឿងនិយាយនាងបានប្រាប់ក្មេងស្រីថាម្ដាយរបស់នាងដឹងថាឪពុករបស់នាងកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យហើយបានឲ្យនាងមកយកក្មេងស្រីនៅទីនោះប៉ុន្តែក្មេងស្រីនៅតែមិនព្រមទៅជាមួយនៅពេលម្ចាស់ហាងត្រឡប់មកវិញជាមួយរបស់របរដែលក្មេងស្រីចង់ទិញស្ត្រីនោះបានដើរចេញទៅក្រៅមួយសន្ទុះប៉ុន្តែរឿងមិនទាន់ចប់នៅឡើយក្មេងស្រីបានប្រាប់ម្ចាស់ហាងយ៉ាងស្ងាត់ថាមានអ្វីកើតឡើងហើយនៅពេលម្ចាស់ហាងមើលទៅខាងក្រៅនាងបានសង្កេតឃើញបរិសម្នាក់ទៀតកំពុងរងចាំក្បែរនោះនៅពេលក្មេងស្រីត្រៀមចាក់ចេញស្ត្រីនោះក៏ចាប់ផ្ដើមដើរតាមនាងម្ដងទៀតភ្លាមនោះម្ចាស់ហាងបានរត់តាមហើយទាញក្មេងស្រីត្រឡប់មកវិញដោយរារាំងស្ត្រីមិនឲ្យយកនាងទៅឆ្ងាយបាននៅទីបំផុតក្មេងស្រីបានរួចផុតដោយសុវត្ថិភាពតែអ្នកគិតថាអ្វីជារឿងឆ្លាតវៃបំផុតដែលក្មេងស្រីនេះបានធ្វើ Boost Strong ឆ្ងាញ់រសជាតិដិតជ្រៅ